ថ្ងៃនេះយើងកាត់ទូពណ៌ខ្មៅទូសម្រាប់ដាក់នៅក្នុងបន្ទប់ទឹកណាចឹងយើងកំពុងស្វានតឡើងឆ្អឹងណាតឡើងឆ្អឹងរៀងយូរតិចណាកូនទូនេះយើងធ្វើទ្វារ2បើកតតឹងទូចទេបងប្អូនបាទតតឹងតែមួយទឹកកម្ពស់9ទឹកថ្ងៃនេះយើងកំពុងស្វានទ្វារពេលយើងស្វានទ្វារមកយើងក៏បានរៀបចំដាក់ត្រចៀកណាត្រចៀកនេះត្រចៀកពណ៌មាសគេហៅត្រចៀកខ្សែត្រចៀកអ៊ីណុកណាហ្នឹងហើយត្រចៀកហ្នឹងយើងយកមកចាប់ភ្ជាប់ជាមួយទូឲ្យហើយក៏បានយើងមិនបាច់តែភ្ជាប់ជាមួយទូក៏បានដែរឥឡូវយើងកាត់កញ្ចក់ដាក់ទ្វារដាក់ទូក៏ដោយណាយើងប្រើបន្ទាត់អូសលឿនណាបងប្អូនបាទយើងកាត់អូសខ្វក់ណាវាមិនសូវពិបាកសម្រាប់អ្នកធ្លាប់កាត់ណាអូសដៃក៏បានចកស៊ូកាត់អានេះយើងកាត់ហើយយើងយកមកបិទភ្ជាប់ជាមួយទូណាយើងបិទភ្ជាប់ជាមួយទូយើងបាញ់កាវបៀកកាវឲ្យហើយណាទូនឹងទៅតឹងបណ្ដោយ5ទឹកកម្ពស់9ទឹកទៅតឹង1ទឹក6ហ៊ុននេះដាក់កញ្ចក់មុខធំតិចដែរកញ្ចក់មុខបាញ់កាវរួចស្រេចចឹងមកហើយយើងលើកដាក់ទៅសង្កត់ជាប់ចឹងតែម្ដងជាប់ល្អនៅយើងលើកវិឈរមកទ្វារវាពីបើអូនស្ងៀមយើងបញ្ចូលកញ្ចក់ទ្វារណាយើងបញ្ចូលកញ្ចក់ទ្វារហើយយើងកស៊ូណាយើងញាត់កស៊ូទ្វារឲ្យវាណែនព្រោះហ្នឹងវាណែននឹងកស៊ូនឹងឯងរួចរាល់ហើយយើងក៏បានយកវាមកចាប់នៅក្នុងបន្ទប់ទឹកចាប់នៅក្នុងបន្ទប់ទឹកអញ្ចឹងយើងត្រូវការស្វានជើងក្រោម5គ្រាប់អញ្ចឹងយើងស្វានយើងវាយតែគេជាប់ចូលរួចយើងលើកទូមកអញ្ចឹងយើងក៏ចាប់វិសស្វានវិសភ្ជាប់ជាមួយនឹងបាទស្វានវិសភ្ជាប់ជាមួយអញ្ចឹងទូនឹងក៏ជិតរួចរាល់ហើយបងប្អូនបាទជាប់ហើយណាស្វានខាងលើមួយគ្រាប់ទៀតមកអូខេរឹងផេះត្មងជាប់អញ្ចឹងយើងដាក់សម្ភារៈផ្សេងសាប៊ូអីហ្នឹងនៅក្នុងបន្ទប់ទឹកយើងមួយស្រួលអញ្ចឹងណាកុំឲ្យវាសើមណាលុបលាក់ជាមួយបន្ទប់ទឹកយើងតូចអញ្ចឹងបើបន្ទប់ទឹកយើងធំអត់អីទេបើបន្ទប់ទឹកនេះតូចទេណា1.2 ម៉ែត្រនិង1.8 ម៉ែត្រអញ្ចឹងវាខ្ចាយទឹកខ្ចាយអីដែរបាទអរគុណច្រើនបាទសម្រាប់ការទស្សនានៃវីដេអូនេះបាទបងប្អូនបាទអរគុណ